បន្ទាប់នេះខ្ញុំបាទក៏សូមក្រាបថ្វាយបង្គំចំពោះនៃបដិប្រគុណបច្ចៅអធិការព្រមទាំងភិក្ខុសង្ឃក្នុងវត្តព្រះជាព្រមទាំងលោកអាចារ្យគណៈកម្មការនិងអស់លោកទាំងអស់ដែលមានវត្តមាននៅក្នុងពេលនេះជាទីគោរពហើយថ្ងៃនេះដែរគឺជាថ្ងៃ10កើតខែនៃខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569នេះដែលជាថ្ងៃគ្រានៃពេលវេលាដ៏ប្រពៃដោយទាំងប្រសង់ក៏ដូចជាគណៈកម្មការអាចារ្យសម្រាប់វត្តនិងប្រសង់និងពុទ្ធបរិស័ទនៃជើងវត្តព្រះជានេះក៏បានមូលមតិជាឯកច្ឆន្ទនិងបានប្រពៃកិច្ចនិងការសាងសង់នៅក្នុងស្រះទឹកនេះពិសេសដោយថ្ងៃនេះដែរបើចឹងក៏សូមមានការអនុញ្ញាតអំពីអស់លោកម្ចាស់ទឹកម្ចាស់ដីម្ចាស់នៃស្រុកម្ចាស់វត្តនៅក្នុងពេលនេះក៏សូមមេត្តាអនុញ្ញាតព្រមទាំងនឹងបើកផ្លូវនៅកិច្ចការងារទាំងឡាយដែលសាយសង់ពីថ្ងៃនេះតទៅថ្ងៃមុខសូមឲ្យបានតែសេចក្តីសុខតិចតិជុំខ្សែស្ដានគ្រប់ពេលវេលាបានដល់ពុទ្ធបរិស័ទក៏ដូចជានៃអាចារ្យគណៈកម្មការប្រសង់ទាំងអស់ជារៀងរហូតចាប់ពីពេលវេលាគ្រានេះតរៀងទៅព្រោះថាកិច្ចការងារទាំងឡាយដោយពីបារាណលោកបានពោលហើយទោះបីធ្វើកត់ធ្វើសាលាមន្ទីរពេទ្យផ្លូវថ្នល់សាលារៀនធ្វើជាបុត្រធ្វើជាទានឬក៏ទីជីក្រាស់ឬក៏ធ្វើពិធីមង្គលការសង់ផ្ទះតាំងពីសង់ផ្ទះសម្បែងរីសតអូតែលធំតូចយ៉ាងណាក៏រៀបចំដោយគ្រឿងទាំងឡាយក្រយាអាហារថ្វាយទៅដល់អស់លោកដូចជាគ្រានេះស្រាប់អាស្រ័យដូច្នេះក៏សូមអស់លោកនឹងអញ្ជើញចុះយកមកនឹងទទួលយកនៅដែលរៀបចំលំដាប់ថ្វាយជូនរបស់អស់លោកណាក៏បានហើយពេលថ្ងៃដល់តិចក្តៅនឹងក្រោបលុកពោថ្ងៃនេះក្តីក៏សូមឲ្យអស់លោកមេត្តាណានឹងអធិស្ឋានទទួលយកនៅអាហារកាយាដែលខ្ញុំបានរៀបចំថ្វាយជូននៅសុំទីកន្លែងទឹកសុំកន្លែងដីរបស់អស់លោកនឹងសាងសង់នៅស្រះទឹកនេះថ្មីក្តីក៏សូមមេត្តាផ្ដល់តែជោគផ្ដល់តែជ័យសេចក្តីសុខចម្រើនទៅដល់អស់លោកអ្នកចាប់ផ្ដើមនៅការងារទាំងឡាយដែលជីកស្រះនៅក្នុងពេលនេះផងម្យ៉ាងវិញទៀតខ្ញុំបាទក៏សូមគោរពអញ្ជើញអស់លោកម្ចាស់ទឹកម្ចាស់ដីម្ចាស់ភូមិម្ចាស់វត្តជាថ្មីមានលោកតារាជនេះជាដើមដែលលោកអភិបាលរសានៅក្នុងវត្តព្រះជាទាំងមូលក៏ដូចជាអស់លោកនៃទស្សបរមីទាំងឡាយក្នុងទីនេះក៏សូមមេត្តាអញ្ជើញក្នុងពីនេះមេត្តាទទួលដឹងឮព្រមទាំងទទួលនៅកាយាអាហារអំពីយើងខ្ញុំនៅក្នុងពេលនេះផងពិសេសអស់នៅប្រភូមិដែលស្ថិតនៅទិសទាំង8ទិសបូអគ្នេតសិននិរដីបាច់ចំពីយប់បដយសានសូទេពលក្ខណាបចន្ទរាអហេកិច្ចចន្តោភុញចន្តោស្វាហាយៈអហេមៈជាបឋមអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីជ្រះថ្លានិងសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសទាំងក្រៅប្រទេសដោយសេចក្តីគោរពនិងរាប់អានអាត្មាភាពជាព្រះគ្រូចៅតិកាព្រះគ្រូសូត្រស្ដាំភិក្ខុសាមណេរអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមស្ដារស្រះឡើងវិញនិងកសាងបន្ថែមដែលមានបណ្ដោយ35ម៉ែត្រគុណនឹងទទឹង28ម៉ែត្រនិងជម្រៅ5ម៉ែត្រកន្លះដែលស្ថិតនៅភូមិព្រៃស្វាឃុំពុទ្ធសស្រុកបាទីខេត្តតាកែវដោយមានការខ្វះខាតទាំងសម្ភារៈនិងបច្ច័យអាស្រ័យដោយបានជម្រាបជូនខាងលើសូមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជួយតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនអាត្មាភាពសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះសទ្ធាជ្រះថ្លាដែលបានចូលរួមស្ដារស្រះឡើងវិញនិងកសាងបន្ថែមសូមគោរពប្រសិទ្ធពរជ័យបវរសុស្ដីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះពុទ្ធបរិស័ទទាំងអស់គ្នាសូមទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនជោគជ័យគ្រប់ភារកិច្ចនិងសំប្រកបដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងអរគុណ